ធូរហើយมันបាច់រៀនបាច់ស្អីទេរៀនបានការស្អីទេបើគ្រប់យ៉ាងលាលត់អស់ហើយនោះនេះក៏បាច់ដោយរូបភាពនៅក្នុងយល់ស័ព្ទនោះណាកន្លែងនេះហើយដែលខ្ញុំអង្គុយចាក់ផ្កាម្លីងហើយនាងឆំផ្កានៅទីនេះនាងហៅខ្ញុំឲ្យមកបង្រៀនចាក់កម្រងផ្កាពេលនាងចាក់បានស្អាតនាងក៏ចេះខ្ញុំថាបង្រៀនលាក់ចំណេញនាងថែមទាំងខាងតតធៀបផ្កាពេញនឹងទៀននាងមិនឲ្យតម្លៃខ្ញុំនោះទេខ្ញុំមកស៊ីឈ្នួលនាងប៉ុន្តែនាងមិនបានឲ្យកម្រៃថ្លៃឈ្នួលមកខ្ញុំទេនាងថែមទាំងចេះមើងងាយគ្រួសារខ្ញុំទៀតថាជាគ្រួសារក្រីក្រជាទេសកររហូតដល់រឿងចុងក្រោយនាងក៏ដីផ្ទះនេះធំណាស់ដើរច្រើនកន្លែងហើយមិនទាន់សពនោះទេអីកល្យានផ្លឹកអីទៀតហើយនឹងនេះឯងកាត់អីមែនទេមើលទឹកមុខឯងដូចជាមិនសូវស្រួលមានអីមែនគ្មានអីនោះទេខ្ញុំគ្រាន់តែនឹកឃើញដល់រឿងខ្លះៗក៏សេតទេតាំងខ្ញុំថាពួកយើងទៅខាងនោះទៀតទេនៅទីនេះធំណាស់ដើរមើលឲ្យសពទៅចាំទៅវិញអ្នកនាងឈប់សិននេះមិនក៏មិនដើរជុំជាមួយគ្នាទេដើរជាមួយអ្នកនាងរ៉ូសាទើបបានស្ដាប់ពីរឿងប្រវត្តិផ្ទះនេះមុននេះអ្នកនាងរ៉ូសានិយាយរឿងច្រើនណាស់ពាក់ព័ន្ធនឹងផ្ទះនេះណាមិនអីទេណាលោកណាមួយប្រវត្តិផ្ទះនេះខ្ញុំក៏បានដឹងខ្លះៗពីផ្ទះនេះមិនចង់រំខានអ្នកនាងរ៉ូសានោះទេកល្យានពិតជាពូកែណាស់អាចដឹងពីប្រវត្តិផ្ទះនេះជាងកូនចៅគេទៅទៀតដឹងអីខ្លះទៅអាចនិយាយឲ្យខ្ញុំស្ដាប់ផងតើបានទេក្រែងមានចំណុចខ្លះដែលវាមិនមែនជាការពិនស្រួលខ្ញុំកែតម្រូវឲ្យព្រោះខ្ញុំជាកូនចៅមកចាប់ផ្ទះនេះពិតណាមិនអីទេបើខកក៏ខកចឹងពីព្រោះវាមិនសំខាន់អីពេកដែរខ្ញុំគ្រាន់តែចង់ដឹងធម្មតាបើខកក៏មិនជាអ្វីដែរមិនទេខ្ញុំថាបើអ្នកនាងបានស្ដាប់ពីកូនចៅម្ចាស់ផ្ទះតែម្ដងនោះអ្នកនាងនឹងកាន់តែយល់ច្បាស់ពីទីនេះយើងដើរជាក្រុមជាមួយគ្នាទេដើរបណ្ដានិយាយគ្នាបណ្ដាល្អណាស់មែនទេខ្ញុំថាកុំអីបើពួកគេមិនចង់ដើរជាមួយយើងនោះហើយផ្ដាំផងណាថាទីនេះមិនមែនចេះតែចង់ចេញចូលតាមចិត្តទេមានម្ចាស់ត្រឹមត្រូវមកហើយក៏ឆាប់ទៅវិញក៏ល្អព្រោះពេលនេះមិនទាន់បើកជាផ្ទះលំហែនោះទេអញ្ចឹងយើងក៏មិនទាន់អនុញ្ញាតឲ្យដើរឆ្វេងឆ្វាច់បានដែរវិវរខ្លាចបាត់របស់ក្នុងផ្ទះនិយាយបែបនេះគិតថាពួកខ្ញុំចង់លួចមែនទេនៅក្នុងផ្ទះចាស់ទុកចោលបែបនេះមានរបស់មានតម្លៃតាំងនៅដែរអង្ខ្ញុំមិនមែនជាមនុស្សដែលមានដៃមានជើងលួចរបស់មិនតំណនោះទេនិយាយនេះដូចជាមិនផ្ដល់កិត្តិយសឲ្យពួកខ្ញុំសឹងបែនហើយមើលទៅអ្នកនាងរ៉ូសាដូចជាមិនចង់ស្វាគមន៍ពួកខ្ញុំសោះមុននេះសុទ្ធតែនិយាយថាឲ្យជួយគ្រប់គ្រងពេលរីសតបើកដំណើរការតែពេលនេះមកនិយាយថាខ្លាចបាត់របស់ខ្លាចពួកខ្ញុំយកអីទៅមានអីយកបានមែនទេបើសុទ្ធតែជារបស់ចាស់នោះខ្ញុំមិនមែនជាចោលទេណាបានហើយពួកឯងកែគឺជាម្ចាស់ផ្ទះកែព្រួយបារម្ភជារឿងធម្មតាទេបានអ្នកនាងនិយាយអញ្ចឹងទៅហើយនោះពួកខ្ញុំទៅវិញសិនក៏បានដែរហើយពេលអ្នកនាងបើកដំណើរការរីសតនេះហើយបើទំនេរខ្ញុំមកគ្រប់គ្រងតែពួកឯងយ៉ាងទៅវិញសិនទេឈប់សិនអ្នកនាងចេញពីទីនេះក្រុមអ្នកនាងទៅណាទៀតទៅខ្ញុំថាបើជ្រុលជាបណ្ដោះសៀមរាបហើយយើងដើរលេងប្រាសាទជុំគ្នាល្អទេយើងស្គាល់គ្នាហើយតាស្គាល់គ្នាពីកាទេខ្ញុំមិនដឹងថាលោកឈ្មោះអីផងហើយចេញពីទីនេះខ្ញុំទៅណាពាក់ព័ន្ធអីនឹងលោកដែរមិនទេមិត្តភក្តិមែនហើយខ្ញុំមិនចូលចិត្តដើរជាមួយមនុស្សមិនស្គាល់នោះទេជាពិសេសប្រុសទៀនពួកខ្ញុំដឹងតែដើរមើលតាមប្រាសាទហើយរដូវកាលនេះស្អាតណាស់រំលងមិនបានតោះពួកឯងយើងឆាប់ទៅនេះពួកគេទៅហើយនេះខំគិតថាបានស្គាល់គ្នាហើយបានដើរលេងជុំគ្នាហើយតាចុងក្រោយអត់ដដែលហើយបើពួកគេមិនស្វាគមន៍លោកហើយលោកខំធ្វើអីមនុស្សដែលគេមិនពេញចិត្តទោះខំធ្វើល្អយ៉ាងណាក៏គេមើលមិនឃើញនោះដែរខ្ញុំថាពួកគេប្រកាសជាអន់ចិត្តនឹងអ្នកនាងនិយាយមិនដឹងហើយអ្នកនាងថាទីនេះមិនឲ្យអ្នកណាដើរឆ្វេងឆ្វាយនោះទេព្រោះខ្លាចបាត់របស់ខ្ញុំនេះក៏រៀនគិតច្រើនដែរអ្នកនាងសំដៅដល់ពួកខ្ញុំដែរមែនទេលោកគិតច្រើនធ្វើអីលោកដើរជាមួយខ្ញុំមិនថាអីទេតែពួកនាងដើរតែក្រុមគ្នាឯងខ្ញុំចេះតែប្រយ័ត្នទៅសម័យនេះទុកចិត្តមិនបានទេមនុស្សស្អាតបាតក៏មើលចិត្តមិនដឹងនោះដែរតែអ្នកនាងក៏ស្គាល់ពីគ្រួសាររបស់អ្នកនាងកល្យានដែរតាខ្ញុំក៏ថាពួកគេមិនសប្បាយចិត្តនឹងពីសម្ដីរបស់អ្នកនាងនោះទេណាដែលឮអ្នកនាងនិយាយថាឲ្យពួកគេបែបនេះបើជាខ្ញុំក៏មិនសប្បាយចិត្តដែរលោកទៅខ្វល់ពីអារម្មណ៍របស់ពួកគេធ្វើអីទៅក៏បានខ្ញុំទទួលស្គាល់ថាខ្ញុំនិយាយរឿងលឿនតែងពិតមែនបើធ្វើឲ្យលោកមិនសប្បាយចិត្តនោះខ្ញុំសុំទោសផងចុះបានអីតោះទៅខាងនោះវិញនៅមានកន្លែងដែលខ្ញុំចង់ឲ្យលោកបានឃើញច្រើនទៀតនេះក៏ពិតជាដោយរូបភាពនៅក្នុងយល់ស័ព្ទនោះណាកន្លែងនេះហើយ
ដែលខ្ញុំអង្គុយចាក់ផ្កាម្លីងហើយនាងឆំផ្កានៅទីនេះនាងហៅខ្ញុំឲ្យមកបង្រៀនចាក់កម្រងផ្កាពេលនាងចាក់មិនបានស្អាតនាងក៏ជេរខ្ញុំថាបង្រៀនលាក់ចំណេញនាងថែមទាំងខឹងទាត់ធៀបផ្កាពេញនឹងទៀននាងមិនឲ្យតម្លៃខ្ញុំនោះទេខ្ញុំមកស៊ីឈ្នួលនាងប៉ុន្តែនាងមិនបានឲ្យកម្រៃថ្លៃឈ្នួលមកខ្ញុំទេនាងថែមទាំងជេរមើងងាយគ្រួសារខ្ញុំទៀតថាជាគ្រួសារក្រីក្រជាទេសកររហូតដល់រឿងចុងក្រោយនាងក៏ដីផ្ទះនេះធំណាស់ដើរច្រើនកន្លែងហើយមិនទាន់សពនោះទេអីកល្យានផ្លឹកអីទៀតហើយនឹងនេះឯងកាត់អីមែនទេមើលទឹកមុខឯងដូចជាមិនសូវស្រួលមានអីមែនគ្មានអីនោះទេខ្ញុំគ្រាន់តែនឹកឃើញដល់រឿងខ្លះៗក៏សេតទេតាំងខ្ញុំថាពួកយើងទៅខាងនោះទៀតទេនៅទីនេះធំណាស់ដើរមើលឲ្យសពទៅចាំទៅវិញអេអ្នកនាងឈប់សិននេះមិនក៏មិនដើរជុំជាមួយគ្នាទេដើរជាមួយអ្នកនាងរ៉ូសាទៅបានស្ដាប់ពីរឿងប្រវត្តិផ្ទះនេះមុននេះអ្នកនាងរ៉ូសានិយាយរឿងច្រើនណាស់ពាក់ព័ន្ធនឹងផ្ទះនេះណាមិនអីទេណាលោកណាមួយប្រវត្តិផ្ទះនេះខ្ញុំក៏បានដឹងខ្លះៗពីផ្ទះនេះមិនចង់រំខានអ្នកនាងរ៉ូសានោះទេកល្យានពិតជាពូកែណាស់អាចដឹងពីប្រវត្តិផ្ទះនេះជាងកូនចៅគេទៅទៀតដឹងអីខ្លះទៅអាចនិយាយឲ្យខ្ញុំស្ដាប់ផងតើបានទេក្រែងមានចំណុចខ្លះដែលវាមិនមែនជាការពិនស្រួលខ្ញុំកែតម្រូវឲ្យព្រោះខ្ញុំជាកូនចៅមកចាប់ផ្ទះនេះពិតណាមិនអីទេបើខកក៏ខកចឹងពីព្រោះវាមិនសំខាន់អីពេកដែរខ្ញុំគ្រាន់តែចង់ដឹងធម្មតាបើខកក៏មិនជាអ្វីដែរមិនទេខ្ញុំថាបើអ្នកនាងបានស្ដាប់ពីកូនចៅម្ចាស់ផ្ទះតែម្ដងនោះអ្នកនាងនឹងកាន់តែយល់ច្បាស់ពីទីនេះយើងដើរជាក្រុមជាមួយគ្នាទេដើរបណ្ដានិយាយគ្នាបណ្ដាល្អណាស់មែនទេខ្ញុំថាកុំអីបើពួកគេមិនចង់ដើរជាមួយយើងនោះហើយផ្ដាំផងណាថាទីនេះមិនមែនចេះតែចង់ចេញចូលតាមចិត្តទេមានម្ចាស់ត្រឹមត្រូវមកហើយកឆាប់ទៅវិញក៏ល្អព្រោះពេលនេះមិនទាន់បើកជាផ្ទះលំហែនោះទេអញ្ចឹងយើងក៏មិនទាន់អនុញ្ញាតឲ្យដើរឆ្វេងឆ្វាច់បានដែរវិវរខ្លាចបាត់របស់ក្នុងផ្ទះនិយាយបែបនេះគិតថាពួកខ្ញុំចង់លួចមែនទេនៅក្នុងផ្ទះចាស់ទុកចោលបែបនេះមានរបស់មានតម្លៃតាំងនៅដែរអង្ខ្ញុំមិនមែនជាមនុស្សដែលមានដៃមានជើងលួចរបស់មិនតំណនោះទេនិយាយនេះដូចជាមិនផ្ដល់កិត្តិយសឲ្យពួកខ្ញុំសឹងបែនហើយមើលទៅអ្នកនាងរ៉ូសាដូចជាមិនចង់ស្វាគមន៍ពួកខ្ញុំសោះមុននេះសុទ្ធតែនិយាយថាឲ្យជួយគ្រប់គ្រងពេលរីសតបើកដំណើរការតែពេលនេះមកនិយាយថាខ្លាចបាត់របស់ខ្លាចពួកខ្ញុំយកអីទៅមានអីយកបានមែនទេបើសិតតែជារបស់ចាស់នោះខ្ញុំមិនមែនជាចោលទេណាបានហើយពួកឯងកែគឺជាម្ចាស់ផ្ទះកែប្រួយបារម្ភជារឿងធម្មតាទេបានអ្នកនាងនិយាយអញ្ចឹងទៅហើយនោះពួកខ្ញុំទៅវិញសិនក៏បានដែរហើយពេលអ្នកនាងបើកដំណើរការរីសតនេះហើយបើតំណេខ្ញុំមកគ្រប់គ្រងតែពួកឯងយ៉ាងទៅវិញសិនទេអេឈប់សិនអ្នកនាងចេញពីទីនេះក្រុមអ្នកនាងទៅណាទៀតទៅខ្ញុំថាបើជ្រុលជាបណ្ដោះសៀមរាបហើយយើងដើរលេងប្រាសាទជុំគ្នាល្អទេយើងស្គាល់គ្នាហើយតាអេស្គាល់គ្នាពីកាទេខ្ញុំមិនដឹងថាលោកឈ្មោះអីផងហើយចេញពីទីនេះខ្ញុំទៅណាពាក់ព័ន្ធអីនឹងលោកដែរមិនទេមិត្តភក្តិមែនហើយខ្ញុំមិនចូលចិត្តដើរជាមួយមនុស្សមិនស្គាល់នោះទេជាពិសេសប្រុសទៀនពួកខ្ញុំដឹងតែដើរមើលតាមប្រាសាទហើយរដូវកាលនេះស្អាតណាស់រំលងមិនបានតោះពួកឯងយើងឆាប់ទៅនេះពួកគេទៅហើយនេះខំគិតថាបានស្គាល់គ្នាហើយបានដើរលេងជុំគ្នាហើយតាចុងក្រោយអត់ដដែលហើយបើពួកគេមិនស្វាគមន៍លោកហើយលោកខំធ្វើអីមនុស្សដែលគេមិនពេញចិត្តទោះខំធ្វើល្អយ៉ាងណាក៏គេមើលមិនឃើញនោះដែរខ្ញុំថាពួកគេប្រកាសជាអន់ចិត្តនឹងអ្នកនាងនិយាយមិនដឹងហើយអ្នកនាងថាទីនេះមិនឲ្យអ្នកណាដើរឆ្វេងឆ្វាយនោះទេព្រោះខ្លាចបាត់របស់ខ្ញុំនេះក៏រៀងគិតច្រើនដែរអ្នកនាងសំដៅដល់ពួកខ្ញុំដែរមែនទេលោកគិតច្រើនធ្វើអីលោកដើរជាមួយខ្ញុំមិនថាអីទេតែពួកនាងដើរតែក្រុមគ្នាឯងខ្ញុំចេះតែប្រយ័ត្នទៅសម័យនេះទុកចិត្តមិនបានទេមនុស្សស្អាតបាតក៏មើលចិត្តមិនដឹងនោះដែរតែអ្នកនាងក៏ស្គាល់ពីគ្រួសាររបស់អ្នកនាងកល្យានដែរតាខ្ញុំក៏ថាពួកគេមិនសប្បាយចិត្តនឹងពីសម្ដីរបស់អ្នកនាងនោះទេណាដែលឮអ្នកនាងនិយាយថាឲ្យពួកគេបែបនេះបើជាខ្ញុំក៏មិនសប្បាយចិត្តដែរលោកទៅខ្វល់ពីអារម្មណ៍របស់ពួកគេធ្វើអីទៅក៏បានខ្ញុំទទួលស្គាល់ថាខ្ញុំនិយាយរឿងលឿនតែងពិតមែនបើធ្វើឲ្យលោកមិនសប្បាយចិត្តនោះខ្ញុំសុំទោសផងចុះបានអីតោះទៅខាងនោះវិញនៅមានកន្លែងដែលខ្ញុំចង់ឲ្យលោកបានឃើញច្រើនទៀតហើយជនណាគេមិញនេះដើរលឿនវឹងតែម្ដងតិចពួកចោលចូលផ្ទះទៀតដឹងអ្នកណាគេអញចង់ធ្វើអីទេ
ឈប់សិនអ្នកជាអ្នកណាមកក៏មកចូលក្នុងផ្ទះខ្ញុំបែបនេះជាចៅមែនទេ ខ្ញុំមកតាមកូនខ្ញុំជាអ្នកនាំខ្ញុំមកនៅទីនេះតទៅខ្ញុំនឹងនៅទីនេះជាមួយគ្នាឲ្យខ្ញុំនៅផងបានទេ កូនអ្នកឯងអ្នកណាជាកូនរបស់អ្នកទេទីនេះជាផ្ទះរបស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកនៅទីនេះទេអ្នកគឺជាអ្នកណាមកពីណាទេចេញពីផ្ទះខ្ញុំភ្លាមទេ កូនខ្ញុំនៅទីណាខ្ញុំក៏ត្រូវតែនៅទីនោះដូចគ្នាគេជាអ្នកយកខ្ញុំមកនៅនាងគ្មានសិទ្ធិអីដេញខ្ញុំចេញបានទេយើងនឹងរស់នៅជាមួយគ្នានៅទីនេះ មិនបានទេខ្ញុំមិនអនុញ្ញាតនោះទេនេះជាផ្ទះរបស់ខ្ញុំអ្នកមិនអាចចូលនៅតាមចិត្តនោះទេចេញពីផ្ទះខ្ញុំភ្លាមទេកូនអ្នកជាអ្នកណាទេមកក៏មានសិទ្ធិសម្រេចថាចង់មកនៅទីនេះនោះ អ្នកគ្មានសិទ្ធិដេញខ្ញុំនោះទេយ៉ាងណាខ្ញុំត្រូវតែនៅទីនេះនាងទេដែលគួរតែចេញនោះនាងចង់មានបញ្ហាមែនទេនាងចង់ធ្វើអីបើខ្ញុំមិនចេញនោះ ខ្ញុំនឹងតែប្តឹងប៉ូលីសនៅពេលនេះថាអ្នកឯងគឺជាចៅចូលផ្ទះខ្ញុំនិយាយតាមសម្រួលមិនចង់មែនទេទូរស័ព្ទហើយនេះគេទៅណាហើយខ្មោចឡងជួយផងចាញ់ទៅកុំធ្វើអីយើងចាញ់ទៅជួយផងមានរឿងអីហ្នឹងអូន គឺអូនយកសពអាក្រក់ណាស់បងឃើញស្ត្រីម្នាក់គេមកនៅក្នុងផ្ទះយើងគេថាកូនរបស់គេនៅទីនេះគេមកតាមកូនគេអូនដេញយ៉ាងណាក៏គេមិនព្រមចេញអូនភ័យណាស់បង អូនភ័យធ្វើអីទៅបើគ្រាន់តែជាការយកសពបែបហ្នឹងគ្មានអីទេវាមិនមែនជាការពិតឯណាកុំភ័យអីណា ប៉ុន្តែភ្លាមនោះស្ត្រីម្នាក់នោះក៏ខ្លាចជាខ្មោចណាស់បងគួយខ្លាចណាស់តែនេះគឺជាប្រផ្នូលអ្វីមែនទេមកក៏អូនមានអារម្មណ៍ថាដូចជាមានពួកអមនុស្សចូលមកនៅក្នុងផ្ទះបែបនេះ គ្មានទេណាអូនសម័យនេះហើយមានរឿងបែបនោះអីទៀតទេការជសពវាគ្រាន់តែជារឿងធម្មតានោះទេវាមិនមែនជាការពិតនោះទេបានហើយសម្រាប់វិញទៅណានៅជប់នៅឡើយទេ អូនមិនដែលយកសពបែបនេះពីមុនមកទេសង្ឃឹមថាគ្មានរឿងអីកាត់ឡើងទៅចឹងបងសម្រាប់វិញចឹងសុំទោសណាស់ដែលរំខានដល់ដំណេករបស់បងខ្ញុំមិនអីទេណាបងសម្រាប់ចឹង អូនក៏ដូចគ្នាណាសម្រាប់វិញដែរទៅកុំគិតច្រើនពេកវាគ្មានស្អីនោះទេយកសពតាវាមិនអាចខ្លាចជាការពិតបាននោះទេតោះចាប់កៃវិញទៅ